ចាដោយសារនៅមជ្ឈមណ្ឌលនេសាទកម្ពុជាហ្នឹងយើងមានជា Social Business Center មួយហើយនៅក្នុងហ្នឹងយើងមានតាក់ទងជាមួយនឹងសូត្រដែលត្បាញឡើងដោយបងប្អូនជនជាតិចាមហើយទី2យើងមានជារុក្ខជាតិដូចជា Mystic នេះហើយនឹងទី3គឺយើងកំពុងតែរៀបចំហាងកាហ្វេអញ្ចឹងតាក់ទងជាមួយនឹងសូត្រហ្នឹងគឺយើងចង់ពង្រឹងឬក៏ស្ដារឡើងវិញនៅស្នាដៃរបស់បងប្អូនជនជាតិចាមដែលគាត់ចងចាំអំពីសូត្រតើសូត្រចាមនឹងមានលក្ខណៈបែបណាហើយសូត្រហ្នឹងគឺយើងមករំលេចអំពីពណ៌ហើយនឹងគោពណ៌ដែលប្រើពីមុនណាចេញពីការចងចាំរបស់គាត់អញ្ចឹងហើយឥឡូវហ្នឹងយើងបានគាត់បានត្បាញបានច្រើនហើយតាក់ទងនឹងសូត្រនេះទៀតគឺយើងទីផ្សាររបស់យើងឬក៏អ្នកដែលប្រើប្រាស់ហ្នឹងគឺនៅក្នុងស្រុកហើយនិងនៅក្រៅស្រុកដែលយើងចង់ធ្វើម៉េចជំរុញឲ្យមានការទទួលស្គាល់ទាំងនៅក្នុងស្រុកនិងក្រៅស្រុកអំពីស្នាដៃហើយអំពីភាពប៉និតរបស់សូត្រហ្នឹងដែរចាសូត្រហ្នឹងគឺអ៊ំស្រីដែលគាត់ជាអ្នករស់រានមានជីវិតពីរបស់ខ្មែរក្រហមហើយក៏ជាជនជាតិចាមដែរគឺគាត់បានផលិតនៅកោះសតិននៅខេត្តកំពង់ចាមហើយយើងធ្វើកិច្ចការនឹងជាមួយគាត់ហើយយើងបានមានក្រុមតម្បាញហ្នឹងហើយក៏យើងបានយកសូត្រហ្នឹងពីខេត្តកំពង់ចាមដើម្បីយកមកហើយយើងអាចរកបាននៅច្រើនកន្លែងមួយនៅទីក្រុងភ្នំពេញនៅមជ្ឈមណ្ឌលឯកសារកម្ពុជានិងបណ្ណាល័យលោកម៉ែហើយមួយទៀតនៅខេត្តកំពង់ចាមផ្ទាល់កន្លែងដែលផលិតតែម្ដងដូចជាតាមរយៈរូបភាពនេះយើងអាចឃើញហើយនឹងមួយទៀតនៅកោះនរាអញ្ចឹងហើយទីតាំងទាំងអស់ហ្នឹងគឺយើងអាចងាយស្រួលរកទាំងនៅក្នុងទីក្រុងភ្នំពេញហើយនិងនៅខេត្តដែរបងអាចបញ្ជាក់បានទេថាបច្ចុប្បន្ននេះសិប្បកម្មដែលតម្បាញសូត្រទាំងអស់ហ្នឹងជួយឲ្យបងប្អូនខ្មែរឥស្លាមគាត់មានការងារធ្វើប្រហែលអ្នកដែរចាអញ្ចឹងសូត្រនេះជួយច្រើនទាំងវប្បធម៌ទាំងសេដ្ឋកិច្ចហើយនឹងជួយឲ្យសហគមន៍មានការទទួលស្គាល់ហើយរីករលាស់ដែរហើយបច្ចុប្បន្ននេះគឺយើងមានអ្នកតម្បាញប្រហែលជា10រូបហើយនៅក្នុងហ្នឹងយើងក៏កំពុងតែធ្វើម៉េចដើម្បីឲ្យអ្នកដែលក្នុងសហគមន៍ហ្នឹងគាត់ចូលរួមចំណែកបានច្រើនទៀតអញ្ចឹងនៅក្នុងភូមិនៅខាងកោះសតិនហ្នឹងយើងមាន2ទៅ300គ្រួសារដែលគាត់អាចទទួលបានផលប្រយោជន៍អំពីគម្រោងនេះចាអញ្ចឹងសូត្រហ្នឹងគឺយើងទី1យើងធ្វើម៉េចឲ្យមានការទទួលស្គាល់ហើយក៏យើងនាំធ្វើម៉េចឲ្យអ្នកនៅក្នុងស្រុកបានស្គាល់អញ្ចឹងនៅក្នុងប្រទេសកម្ពុជាយើងហើយនៅក្នុងនេះគឺយើងមានអតិថិជនឬក៏អ្នកដែលប្រើប្រាស់ផ្សេងមានទាំងគេហៅថាខាងអាជីវកម្មហើយនិងខាងសង្គមឬក៏ស្ថានទូតគឺយើងបានមើលទៅខាងដូចជាambassador មានន័យថាខាងអ្នកខាងនៅខាងធ្វើការនៅខាងស្ថានទូតឬក៏តាក់ទងជាមួយការជំរុញឲ្យមានការស្គាល់អំពីតម្បាញអំពីសូត្រហើយមួយទៀតយើងក៏ក្រុងនាំទៅប្រទេសផ្សេងៗដូចជាប្រទេសទូគីប្រទេសនៅខាងប៉ែកដែលមានមូស្លីមច្រើនដើម្បីឲ្យគាត់ស្គាល់អំពីស្នាដៃរបស់សូត្រនៅក្នុងប្រទេសកម្ពុជាហើយក៏បាននឹងចូលរួមចំណែកដើម្បីធ្វើឲ្យការថែរក្សានៅវប្បធម៌ប្រពៃណីហើយនឹងជួយជំរុញឲ្យសេដ្ឋកិច្ចរបស់គាត់រឹងមាំដែរសំខាន់មែនទែនដោយសារទី1ការគ្រប់គ្រងសំខាន់អញ្ចឹងខ្ញុំសំណូមពរដែរដល់បងប្អូនយើងទាំងអស់គ្នាដើម្បីឲ្យគាត់ស្វែងយល់បន្ថែមទៀតហើយបើសិនជាដោយសារនៅទីនេះគឺយើងមានការតាំងពិព័រណ៍ពីថ្ងៃទី9ដល់ថ្ងៃទី11ហើយក្រៅពីការតាំងពិព័រណ៍យើងអាចទៅព្រែកបណ្ណាល័យលួងម៉ែនៅទីក្រុងភ្នំពេញហើយនៅខាងទីតាំងមួយចំនួនទៀតដែលខ្ញុំបានរៀបរាប់ហ្នឹងអាចអញ្ជើញទៅដើម្បីចូលរួមចំណែកក្នុងការថែរក្សាដែរហើយមួយទៀតដែរយើងមានជារៀបចំជា booklet នេះអញ្ចឹងក៏អាចងាយស្រួលរកដែរមានព័ត៌មានបន្ថែមនិយាយអំពីគម្រោងនេះតែចាតែពិតជាចំណុចល្អមែនទែនតែពិតសូត្រនេះយើងហៅថាសូត្រចាមប៉ុន្តែយើងអាចប្រើប្រាស់បានទាំងអស់អ្នកណាក៏អាចប្រើប្រាស់បានដែរយើងអាចយកមកច្នៃសម្រាប់ស្ត្រីសម្លៀកបំពាក់ស្ត្រីបុរសក្មេងចាស់ឲ្យបានទាំងអស់ហើយនៅក្នុងហ្នឹងបើយើងមើលតាមរូបភាពនេះគឺយើងមានម៉ូដច្រើនហើយប្រសិនបើត្រូវការម៉ូដអីផ្សេងៗក៏យើងអាចធ្វើការពិភាក្សាជាមួយនឹងខាងក្រុមការងាររបស់ខ្ញុំដែរគឺយើងអាចផ្ដល់ជូនដែរចាអញ្ចឹងយើងមានច្រើនហើយអញ្ចឹងបានដើម្បីធ្វើឲ្យវាមានភាពរស់រវើកថែមទៀតអញ្ចឹងយើងមានទាំងតម្បាញជាសូត្រហើយមួយទៀតយើងមានជារុក្ខជាតិហើយនឹងមានជាកាហ្វេដើម្បីឲ្យពួកគាត់ទទួលបានជម្រើសផ្សេងៗទៀតដែរពេលដែលគាត់អញ្ជើញមកកន្លែង